Bà số giấy nhật ngọc nhé, xuống xóa cùng một căn chân là cho nó bật đuông chất. Ngày này nhóm miền mê riêng mùi tiết chạy chùn là nhật ngọc nhé. Chạy thông cho mùi nâng ca bằng hai là tích bonary, rồi có print preview nó trong Microsoft Word. Chỉ rơi rơi nó bây giờ install nơi Microsoft Word, rồi có cái hệ thống Microsoft Office nữa. Nó trong version này nhóm lượng dọc version 2010 dọc một bằng hàng chùn đal bằng bốn ngọc nhé. Nếu bây giờ dân install thay dân bây dân bao cho một trong tích bỏ dương này dân mơ khơi là tích binaryនៅchungវិញpage របស់យើងឬក៏ sheet របស់យើងនេះអត់មានឃើញបង្ហាញនៅ ruler ទេឬក៏បន្ទាត់ទេហើយកន្លងមកយើងឃើញមានបង្ហាញបន្ទាត់ចុចនៅជុំវិញទាំងអស់នេះអញ្ចឹងនៅពេលដែលយើងមិន install ថ្មីឬក៏ set up ថ្មីនោះពេលយើងបើកមកអត់ឃើញទេអញ្ចឹងធ្វើម៉េចដើម្បីឲ្យបាន ruler ឬក៏បន្ទាត់ដែលនៅជុំវិញ page របស់យើងនឹងឡើងវិញដើម្បីងាយស្រួលក្នុងការដែលយើងបង្ហាញឬក៏ងាយស្រួលយើងទាញឬយើងដាក់នោះអញ្ចឹងទី1នៅពេលដែលយើងបើកចូលទៅក្នុង Microsoft Word ខ្ញុំបើកឡើងវិញឲ្យបងប្អូនបានឃើញបាទអញ្ចឹងយើងចូលមកក្នុង Microsoft Word របស់យើងមកយើងបើកចូល Microsoft Word របស់យើងមកហ្នឹងគេនៅក្នុងជុំវិញនេះគឺវាអត់មានបន្ទាត់ចុចដែលនៅជុំវិញហ្នឹងទេហើយ ruler ដែលនៅជុំវិញ page របស់យើងនេះក៏អត់មានដែរអញ្ចឹងនៅពេលដែលយើងចង់បង្ហាញបង្រួមបន្ទាត់របស់យើងហ្នឹងឬក៏ margin របស់វានេះ margin របស់ page របស់យើងហ្នឹងពិបាកអញ្ចឹងយើងត្រូវធ្វើម៉េចបាទអញ្ចឹងទី1យើងត្រូវចូលមកក្នុង view សិនខាងលើនេះបងប្អូនមើលនៅក្នុងខាងលើនេះខាងលើ view នេះយើងចូលក្នុង view ហ្នឹងហើយយើង click យកពាក្យថា ruler នេះដែលបងប្អូនមើលឃើញនៅទីនេះឃើញទេ view ruler យើង click លើហ្នឹងមកអញ្ចឹងវាឡើង ruler មួយនៅជុំវិញ page របស់យើងហ្នឹងហើយអញ្ចឹងយើងងាយទាញអាហ្នឹងដែលយើងងាយទាញតែយើងចង់ទាញបន្ទាត់របស់យើងមកខាងឆ្វេងនិងខាងស្ដាំហ្នឹងយើងទាញបានចង់ទាញមកដល់នេះឬក៏មកដល់នេះគៀនបន្តិចហ្នឹងយើងអាចសេរីបានឬខាងនេះយើងអាចទាញបន្តិចបានខាងនេះយើងអាចទាញឡើងទៅលើបានខាងក្រោមយើងអាចទាញចុះអញ្ចឹងនៅពេលយើងដាក់ ruler ហ្នឹងមកវាងាយស្រួលយើងទាញអញ្ចឹងប៉ុន្តែមួយទៀតគឺអត់តន់ចេញចំណុចចុចនៅជុំវិញបន្ទាត់ហ្នឹងទេជុំវិញ border របស់ sheet របស់យើងទេឬក៏ border របស់ page របស់យើងហ្នឹងទេអញ្ចឹងយើងត្រូវចូលមួយទៀតចូលទៅក្នុង file ហើយបងប្អូន scroll ចុះមកពាក្យថា option នេះ option ហើយនៅក្នុង option នេះយើងរកពាក្យថា advanced បាទនេះនៅក្នុងពាក្យ advanced នេះលើកលើពាក្យ advanced scroll down ចុះមកក្រោមហើយយើងនៅក្នុងកន្លែង show document content នេះ show document content នេះយើងយកពាក្យថា show text binary នេះបងប្អូនឃើញទេ show text binary អញ្ចឹងយើងคลิกលើហ្នឹងមកហើយនេះកន្លែងនេះណាម្ដងទៀតនេះ show text binary ហើយយើងคลิกលើពាក្យ OK បងប្អូនឃើញទេវានឹងចេញអាចំណុចចុចនៅជុំវិញបន្ទាត់របស់យើងមកវិញណាអញ្ចឹងអាហ្នឹងឯងដែលយើងងាយស្រួលក្នុងការ edit នៅក្នុង page របស់យើងដែលខ្ញុំបានទើបតែឲ្យឃើញតិចមិញទាញទៅមកបានឃើញទេបងប្អូនហើយមួយទៀតនៅពេលដែលយើងសរសេរអក្សរហើយទីថាសរសេរអក្សរហើយព្រះរាជាណាចក្រកម្ពុជាអញ្ចឹងហើយចុះហើយយើងចង់ preview វាមើលពីមុនយើងមាននៅពេលដែលយើង click លើពាក្យpreview នេះដូចរូបនេះរូបកែវយិតណាយើង click ទៅវាចេញ preview ឲ្យយើងឃើញមកតែនេះនៅពេលដែលយើង click ទៅវាអត់ចេញឲ្យយើងទេតោះតែយើងបដូរទំហំឬក៏ zoom មាននេះប៉ុន្តែនៅក្នុង version 10នៅពេលដែលយើងចង់ធ្វើយ៉ាងដូច្នោះយើងត្រូវចូលមកក្នុងខាងលើនេះ customize quick access toolbar ខាងលើនេះដែលខ្ញុំបានមើលខាងលើនេះយើង click លើវាមកហើយយើងរកពាក្យថា print preview and print នេះ print preview and print click លើហ្នឹងមកយើងឃើញរូបហ្នឹងឯងឃើញទេបងប្អូនឃើញទេ preview and print នេះរូបកាយយិតហ្នឹងអញ្ចឹងអាហ្នឹងនៅពេលដែលយើង click លើវាឲ្យយើងមើលមានន័យថាយើងអាច
preview មើល page ទាំងមូលបានឃើញទេបងប្អូនអញ្ចឹងនៅទីនេះយើងអាច preview មើលឃើញ page ទាំងមូលរបស់យើងបានបាទអញ្ចឹងនៅពេលដែលយើង escape វាទៅវិញហើយនៅពេលដែលយើង click លើមើលឡើងវិញវាមកទាំងមូលឲ្យយើងមើលឃើញអក្សររបស់យើងនៅទំហំប៉ុណ្ណាធ្លាក់ប៉ុណ្ណាទំហំប៉ុណ្ណាហ្នឹងយើងអាច control របស់យើងបានបាទអរគុណសម្រាប់មេរៀននៅថ្ងៃនេះដែលខ្ញុំរៀបចំសម្រាប់បងប្អូនហ្នឹងតាក់ទងជាមួយនឹងការ show text boundary ហើយនឹង print preview ហើយនឹងដាក់ ruler នោះគឺមានប៉ុណ្ណេះឯងអរគុណសម្រាប់ការតាមដាននៅមេរៀនថ្មីនេះមួយទៀតសង្ឃឹមថាបងប្អូនចូលចិត្តនៅវីដេអូនេះហើយសូមជួយ subscribe នៅក្នុង channel ជនបទដួងចិត្តនេះដើម្បីទទួលបាននូវមេរៀនថ្មីបន្ថែមទៀតនិងបើសិនជាបងប្អូនមានអ្វីជាចម្ងល់សូមសរសេរនៅក្នុង comment ខាងក្រោមបាទសូមអរគុណបាទ